សូមជូនរឿងបារមីភ្នំកំចាយនិងវត្តស្នំ7ខេត្តកំពតកំពតខ្លោងទ្វារវត្តមួយស្ថិតនៅខាងស្ដាំដៃមុននឹងទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកឈូប្រហែលជិត2គីឡូម៉ែត្រនោះមានឈ្មោះថាវត្តស្នំ7ធ្វើដំណើរប្រមាណប្រហែល500ទៅ600ម៉ែត្រដែលនៅតាមផ្លូវចំរដូវក្តៅហែងនៃខែចេតតាមបែបចន្ទគតិបញ្ជាក់ពីការខិតជិតមកដល់នៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះសូរសៀងរៃកណ្ដឹងលាន់ឮកងរំពងទម្លាក់សំឡេងពីចុងប្រឹក្សាធ្វើឲ្យជនទាំងឡាយពោរពេញដោយក្តីរំភើបឥតឧបមានិងមានអារម្មណ៍ជ្រះថ្លាជាមួយនឹងទិដ្ឋភាពនៃទីកន្លែងគោរពបូជាក្នុងមាគ៌ាព្រះពុទ្ធសាសនាទីអារាមនេះស្ថិតនៅក្នុងទឹកដីភូមិស្នំ7ឃុំមាក់ប្រាងស្រុកទឹកឈូខេត្តកំពតអ្វីដែលប្លែកសម្រាប់អ្នកទាំងឡាយទើបចូលដល់ទីនេះជាលើកដំបូងនោះគឺរូបសំណាកស្រីក្រមុំចំនួន7រូបដាក់តាំងក្នុងសាលាធម្មសភាខុសពីកន្លែងដទៃមិនធ្លាប់មានសោះពិតហើយនៅទីនេះប្រាកដជាមានការជាប់ពាក់ព័ន្ធរវាងទីអារាមជាមួយនឹងរឿងរ៉ាវរបស់ក្សត្រទើបបានឈានដល់បន្សល់ទុកនៅពាក្យស្នំក្នុងឈ្មោះរបស់វត្តលើទីអារាមខាងលើនេះដែលកសាងតាំងពីឆ្នាំ1401នៃគ្រិស្តសករាជពោលគឺមានអាយុកាល610ឆ្នាំមកហើយរហូតដល់ថ្ងៃនេះទោះបីគ្មានឯកសារណាមួយបញ្ជាក់ជាផ្លូវការក្តីតែមានការអះអាងថាមុននឹងកកើតឡើងនៅទីអារាមនេះបញ្ហាបានជាប់ពាក់ព័ន្ធនឹងបារមីភ្នំព្រះកំចាយអាស្រមមួយត្រូវបានរៀបចំសម្រាប់គោរពបូជាពីសំណាក់បរិស័ទដែលមានជំនឿនោះសពថ្ងៃស្ថិតនៅខាងត្បូងកន្លែងលេងទឹកនៃរមណីយដ្ឋានធម្មជាតិទឹកឈូមានដាក់ឈ្មោះស្លាកឈ្មោះនៅខ្លោងទ្វារថាបារមីភ្នំព្រះកំចាយជាទីដែលព្រះអង្គក្លាយជាថ្មដា8ថ្នាក់បន្ទាប់ពីវិញ្ញាណដកចេញផុតអំពីកាយក្រោយផ្ចាញ់មីរត់ចាត់ខ្ចាយរួចមកយ៉ាងណាមិញក្នុងទឹកដីឃុំមាក់ប្រាងក៏មានភូមិមួយឈ្មោះថាភូមិស្នំ7ហើយទីកន្លែងនៃវត្តស្នំ7ស្ថិតក្នុងទឹកដីរបស់ភូមិនោះភូមិសាស្ត្រនេះប្រកបដោយសក្តានុពលជាច្រើនដែលអ្នកស្រុកពឹងផ្អែករួមមានចំការទុរេនល្មុតមខុដសាវម៉ាវរមណីយដ្ឋានធម្មជាតិទឹកឈូជាពិសេសនៅពេលដ៏ឆាប់នេះនឹងមានវារីអគ្គិសនីកម្លាំងជាង194មេហ្គាវ៉ាត់សម្រាប់ចែកចាយដល់បណ្ដាខេត្តមួយចំនួននៅទូទាំងប្រទេសផងដែរងាកមកក្នុងបរិវេណសាលាឆាន់នៃវត្តស្នំ7វិញទីនេះ
មានរូបសំណាកដាក់តាំងជាច្រើនដូចជា ស្ដេច អាមាត្យពិសេស ដំរី និងរូបសំណាកស្រីស្នំឈរតម្រៀបគ្នាចំនួន 7 នាក់ ទិដ្ឋភាពបែបនេះត្រូវបានអះអាងថាធ្វើឡើងដើម្បីរំលឹកអំពីប្រវត្តិនៃការកកើតនៅទីអារាមដែលមានអាយុកាល 610 ឆ្នាំរបស់ស្ដេច និងក្រុមស្រីស្នំដូចក្នុងរូបសំណាកទាំងនោះ តាមសម្ដីរៀបរាប់របស់លោកតាអាចារ្យវត្ត ដំណាលថាវត្តស្នំ 7 នេះកសាងឡើងក្នុងឆ្នាំ 1401 នៃគ្រិស្តសករាជ ដោយស្នាព្រះហស្ថរបស់ស្ដេចមួយអង្គជាមួយស្រីស្នំ ដើម្បីឧទ្ទិសតបស្នងសងគុណដល់បារមីនៃភ្នំព្រះកំចាយ ដើមឡើយមានស្ដេចមួយអង្គព្រះនាមមុនីវង្ស ខ្លះថាព្រះអង្គម្ចាស់នន្តៈបាននាំមន្ត្រីស្នំក្រមការមកសង់ជាដំណាក់នៅម្ដុំដំបាក់ដីបាក់ ស្ថិតនៅខាងកើតស្ថានីយ៍បូមទឹកសព្វថ្ងៃ ដោយបង្កើតជាចំការដំណាំរួមមានស្វាយ ដូង មង្ឃុត ស្វាយចន្ទី ចេក ល្ហុង ខ្នុរ នៅទីនោះដែលមានឈ្មោះថាភូមិកន្ទួតព្រៃ នាថ្ងៃមួយ ស្ដេចជិះដំរីទៅប្រពាតព្រៃដែលរួមដំណើរដោយសព្វមន្ត្រីស្រីស្នំក្រមការរហូតដល់ភ្នំមាសភ្នំប្រាក់ ពេលទៅដល់ទីនោះស្រីស្នំម្នាក់ឈ្មោះនាងស បានរើសមាសនិងប្រាក់ដាក់ក្នុងហោប៉ៅ បំណងយកទុកពេលត្រឡប់ចូលវាំងវិញ ដោយដំណើរផ្លូវឆ្ងាយមានភាពហេវហត់អស់កម្លាំង ក៏នាំគ្នាសម្រាកនៅទីនោះ ហើយនាងស បានរៀបចំកន្លែងថ្វាយស្ដេចផ្ទុំ ខណៈនោះស្រាប់តែឮសំឡេងចេញពីរូងពស់ត្បាល់មួយយ៉ាងធំថា មកនេះដោយទាំងអង្គរទាំងអង្គកាម តែម្ដងហើយឆាប់ចេញទៅ ជាមួយនឹងសំឡេងនេះមិនឃើញមានម្ចាស់ឬសត្វអ្វីនោះទេ ម្ល៉េះហើយទើបស្ដេចរៀបចំដំណើរយ៉ាងប្រញាប់ប្រញាល់វិលត្រឡប់វិញ ដោយចុះតាមជ្រោះមួយដែលមានទឹកហូរបែកជាពីររស់ដៅឆ្ពោះកាត់ភ្នំកំចាយ លុះដល់ត្រង់ចំណុចជ្រោះនេះ នាងស បានលូកយកមាសនិងប្រាក់ពីក្នុងហោប៉ៅមកមើល ស្រាប់តែឃើញក្លាយជាដុំថ្មទាំងអស់ ទើបបោះចោលទៅក្នុងទឹកជ្រោះនោះ ហើយក្បូនដំណើរបានមកដល់ព្រះដំណាក់នៅចំណុចដីបាក់ភូមិកន្ទួតព្រៃវិញ លោកអាចារ្យដំណាលរឿងបន្តទៀតថា មិនយូរប៉ុន្មានក៏កើតមានគ្រោះទឹកជំនន់ ខ្យល់ព្យុះបោកបក់បំផ្លាញផលដំណាំខ្ទេចខ្ទី បែកបាក់ព្រះរាជដំណាក់រហូត ស្ដេចមិនអាចទប់បាន ក៏ត្រូវទឹកហូរ គួចនាំរសាត់ទៅជាប់នឹងប្រគៀប
ដើមស្វាយនៅក្បែរខាងក្រោមខ្សែទឹកជាប់ព្រំប្រទល់ដីចំការរបស់យាយម៉ែតាសំឯមន្ត្រីស្រីស្នំក្រមការក៏ឌិរិះព្រាត់ប្រាសអស់ដោយឡែកក្រុមគ្រួសារយាយម៉ែតាសំក៏ទទួលរងនៅការបោកបក់ដោយខ្យល់ព្យុះទឹកជំនន់ផងដែរតែតាសំបានរុះជញ្ជាំងចងជាប់គ្នាឲ្យកូនទាំងអស់ជិះពីលើរហូតទឹកស្រកនាំកូនចូលភូមិវិញទាំងគ្មានគ្រោះថ្នាក់អ្វីឡើយក្រោយពីគ្រោះភ័យស្ងប់ស្ងាត់ទៅស្ដេចក៏ជួបជុំជាមួយមន្ត្រីស្រីស្នំក្រមការវិញតែបានផ្លាស់ប្ដូរកន្លែងមកនៅចំណុចព្រៃក្រាំងដោយនៅទីនេះស្ដេចបញ្ជាឲ្យសង់បង្គន់សម្រាប់ស្រីស្នំទាំង7ឆ្ងាយពីដំណាក់ដែលមកដល់សពថ្ងៃហៅថាត្រពាំងអាចការមកស្នាក់នៅទីនេះគ្រោះអាក្រក់ចង្រៃចេះតែបន្តកើតមានស្ដេចក៏នាំស្រីស្នំទាំង7នាក់បន់ស្រន់សំដៅទៅលើបារមីភ្នំព្រះកំចាយសុំសេចក្តីសុខជាមួយការសន្យាថានឹងសង់វត្តជូនឲ្យតែបានដូចបំណងប្រាថ្នាតាំងពីក្រោយពេលបន់ស្រន់មកសេចក្តីសុខក្សេមក្សា បានកើតមានចំពោះស្ដេចមន្ត្រីស្រីស្នំក្រមការនិងប្រជារាស្ត្រទាំងអស់ទើបស្ដេចបញ្ជាដល់ស្រីស្នំទាំង7ឲ្យសង់វត្តមួយឡើងដោយដាក់ឈ្មោះថាវត្តស្នំ7ជាការលាបំណន់ឧទ្ទិសដល់បារមីភ្នំព្រះកំចាយក្នុងឆ្នាំ1401ដែលមានចៅព្រះអធិការព្រះនាមយុះនាងគង់នៅលោកតាអាចារ្យនិយាយរំលឹកឲ្យដឹងផងដែរថាកាលពេលបន់ស្រន់សុំសេចក្តីសុខពីបារមីភ្នំព្រះកំចាយដោយសន្យាសង់វត្តជូននោះក៏មានលើកយកឈ្មោះយាយដែងតាដឹងធ្វើជាសាក្សីដ៏ស័ក្តិសិទ្ធិដឹងឮទើបពេលសង់វត្តរួចរាល់ស្ដេចបញ្ជាឲ្យសង់អាសនៈនៅផ្នែកឦសានឧទ្ទិសជូនយាយដែងតាដឹងទៀតចំណែកអាសនៈបារមីភ្នំព្រះកំចាយត្រូវបានសាងសង់លើភ្នំតូចមួយនៅក្បែររមណីយដ្ឋានទឹកឈូលោកតាអាចារ្យបន្តទៀតថាក្រោយពីប្រទេសជាតិស្ថិតក្នុងភាពសុខដុមរមនាស្ដេចបាននាំមន្ត្រីស្រីស្នំក្រមការចូលវាំងវិញដោយបន្សល់ទុកនៅវត្តមួយឈ្មោះថាវត្តស្នំ7រហូតមកដល់ពេលបច្ចុប្បន្ននេះទោះបីជាបាននិទានរឿងជីហូហែមកនេះក្តីលោកតាអាចារ្យនិយាយការពារថាអ្វីដែលគាត់ដឹងនិងរាយរាប់ទាំងប៉ុន្មានខាងលើមិនមានឯកសារសំអាងទេគឺគ្រាន់តែឮតគ្នាប៉ុណ្ណោះអាចឯកសារខុសពីនេះក៏ថាបានពិសេសដូចជាឈ្មោះស្ដេចឬរជ្ជកាលស្ដេចអង្គណាមួយជាដើមតែក្រោយឆ្នាំ1979ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះចៅអធិការគឹមសម្បូរនិងគណៈកម្មការអាចារ្យវត្តទើបសម្រេចបង្កើតរូបសំណាកតំណាងស្រីស្នំទាំង7ទុកជា
និមិត្តបញ្ជាក់ថាវត្តនេះកើតឡើងក្រោមស្នាដៃស្រីស្នំ7នាក់ដើម្បីកុំឲ្យមានការភ័ន្តច្រឡំព្រោះកន្លងមកអ្នកខ្លះហៅវត្តនេះថាវត្តស្នាម7ខ្លះហៅថាវត្តស្នាម7ដែលគ្មានន័យខ្លឹមសារអ្វីសោះឯខ្លះទៀតហៅមានន័យថាស្នំទី7ទៅវិញទាក់ទិននឹងបារមីនៃភ្នំព្រះកំចាយវិញលោកសិនហុងអាយុ57ឆ្នាំជាមន្ត្រីប៉ូលីសចូលនិវត្តន៍រស់នៅជិតអាស្រមស្ថិតនៅក្បែរបរិវេណរមណីយដ្ឋានទឹកឈូនិងជាអ្នកថែរក្សាផ្ទាល់បានរៀបរាប់ឲ្យដឹងថាលោកមានស្រុកកំណើតនៅភ្នំពេញឯណោះទេតែមកធ្វើជាប៉ូលីសនិងប្រចាំការប៉ុស្តិ៍ទឹកឈូក្នុងឆ្នាំ1994លោកបានសុបិនឃើញគេមកប្រាប់ថានៅក្បែរនេះមានកន្លែងបារមីភ្នំកំចាយដែលពីមុនធ្លាប់មានអាស្រមសម្រាប់ធ្វើពិធីគោរពបូជាដោយសារការសុបិននោះញឹកញាប់ពេកលោកក៏ស្វែងរកព្រោះត្រង់កន្លែងនេះទោះចិត្តបោកក្តីតែព្រៃក្រាស់មើលអ្វីមិនយល់ទេទៅប្រទះឃើញផ្ទាំងថ្មដា8ថ្នាក់ព្រមទាំងឃើញស្នាមជើងសសរ4ព័ទ្ធជុំពេញថ្មនោះចំពោះថ្មជា8ថ្នាក់នេះតាមការអះអាងថាជាព្រះកំចាយដែលបានប្រែរូបបន្ទាប់ពីញៀនត្រូវដករហូតរសាត់ទៅឆ្ងាយនោះយល់ហេតុការណ៍បែបនេះលោកក៏បានចាត់ចែងធ្វើអាស្រមឡើងវិញទុកសម្រាប់ជាកន្លែងគោរពបូជារបស់អ្នកមានជំនឿហើយលោកក៏ថែរក្សានិងអុជធូបជាប្រចាំរៀងមកពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រពិតឬយ៉ាងណានេះលោកមិនប្រកាសទេព្រោះมันមានឯកសារតែតាមគេនិយាយតគ្នាថាត្រង់កន្លែងនេះដើមឡើយជាសមុទ្រដូចជាថ្មមួយផ្ទាំងនៅខាងក្រោយនោះនៅមានជាប់សម្បកសត្វសមុទ្រជាទឹកតាងចង្អុលប្រាប់ថ្មមួយផ្ទាំងធំក្រោយអាស្រមនាសម័យមួយអាចមុនសម័យអង្គរព្រះកំចាយមកគង់នៅតំបន់នេះហើយថ្លែងសរផ្ចាញ់មារឲ្យបរាជ័យវិនាសខ្ចាត់ខ្ចាយលោកសិនហុងបន្តដំណើររឿងទៀតថាក្រោយពីព្រះកំចាយផ្ចាញ់មារបានសម្រេចជោគជ័យហើយវិញ្ញាណរបស់ព្រះអង្គបានដកចេញរសាត់បាត់ទៅទីឆ្ងាយទើបកាយរបស់ព្រះអង្គคล้ายជាថ្មដា8ថ្នាក់បន្សល់ទុកមកដល់សពថ្ងៃហើយឫសគល់ពិតប្រាកដនៃកំតើតភ្នំកំចាយគឺត្រង់កន្លែងទីអាស្រមបារមីភ្នំព្រះកំចាយនេះឯងលោកបញ្ជាក់ឲ្យដឹងផងដែរថាកាលឆ្នាំ1964នៅអាស្រមនេះមានលោកតាសានកុងនៅជាធុដងតែឯងហើយក្រោយមកមិនដឹងនិមន្តទៅណាទេរៀបរាប់ខាងលើมันមានឯកសារណាមួយមកផ្គូផ្គងទេគ្រាន់តែជាការរាយរាប់ពីសំណាក់អ្នកដែលអះអាងថាបានឮគេនិយាយតគ្នាប៉ុណ្ណោះក្នុងលក្ខខណ្ឌដែលមានឯកសារ
បញ្ជាក់ជាផ្លូវការច្បាស់លាស់យើងនឹងបន្តចុះផ្សាយបន្ថែមទៀតជៀសវាងប្រឆាចពីប្រវត្តិពិតដែលបានកើតឡើងក្នុងសង្គមខ្មែរនាអតីតដ៏យូរលង់ណាស់មកហើយបាទរឿងប្រវត្តិភ្នំព្រះកំចាយនិងវត្តស្នំ7សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបើសិនជាបងប្អូនពេញចិត្តគាំទ្រនៅការអត្ថាធិប្បាយរបស់ខ្ញុំសូមកុំភ្លេចជួយ Subscribe Channel YouTube ទាំងអស់គ្នាដើម្បីទទួលបានការស្ដាប់កម្សាន្តជារៀងរាល់ថ្ងៃផងដែរនៅពេលនេះសូមអរគុណសូមជម្រាបលា